dương mà mưa pram chấm nội sầm rạp đi chơi trongពេលសម្ភារតើវាមានអត្ថន័យយ៉ាងណាទៅអ្នកត្រូវដឹងវិធីសាស្ត្រមួយចំនួនក្នុងការឆ្លើយតបទៅកាន់អ្នកសម្ភារគួរចេះរៀបចំចម្លើយពីណាទៅណាមុនដោយភាពសមរម្យនិងត្រូវសំណួរដែលគេបានសួរខាងក្រោមនេះអាចបង្ហាញអ្នក5ចំណុចចំពោះដំណើរការនៃការសម្ភារការងារដោយមានប្រសិទ្ធភាពដែលជាចំណុចសំខាន់មួយចំនួនដែលគេនិយាយជួបចង់បានពីបេក្ខជនបាទទី1នោះគឺព្យាយាមសួរនៅសំណួរដែលជាចំណុចវិជ្ជមានការចេះសួរត្រឡប់ទៅអ្នកសម្ភារវិញគឺជាការល្អប៉ុន្តែក្នុងសំណួរនោះត្រូវតែតាក់ទងទៅនឹងព័ត៌មានរបស់ក្រុមហ៊ុនទូនីតិដែលអ្នកបានស្នើសុំព្រមទាំងការបង្ហាញនៅការចាប់អារម្មណ៍របស់អ្នកទៅលើមុខតំណែងដោយផ្សារភ្ជាប់ទៅនឹងតម្រូវការរបស់ក្រុមហ៊ុនដែលជាចំណុចសំខាន់ទី2នោះគឺការចេះបត់បែនជាធម្មតាអ្នកសម្ភារគេចង់ដឹងថាតើអ្នកចេះសម្របសម្រួលនិងពេញចិត្តធ្វើការងារជាមួយបុគ្គលិកបែបណាមួយវិញទៀតគេចង់ដឹងថាក្រៅពីការងារដែលអ្នកបានស្នើសុំនឹងមានការងារផ្សេងទៀតដែលគេត្រូវដាក់ឲ្យធ្វើហេតុនេះអ្នកអាចចេះធ្វើការផ្លាស់ប្ដូរឬចេះសម្របខ្លួនជាមួយនឹងការងារផ្សេងទៀតឬទេប្រសិនបើមានបំលាស់ប្ដូរអ្នកគ្រប់គ្រងថ្មីឬបុគ្គលិកថ្មីតើអ្នកអាចចេះបត់បែនគ្រប់កលៈទេសៈបានដែរឬទេទី3នោះគឺសួរព័ត៌មានបន្ថែមស្ដីពីព័ត៌មានរបស់ក្រុមហ៊ុនមានន័យថាមុនទទួលការងារអំឡុងពេលសម្ភាសអ្នកក៏បីសួរបន្ថែមនៅរាល់មុខតំណែងនានាឬសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនថាតើជាប្រភេទការងារយ៉ាងដូចម្តេចនិងតម្រូវឲ្យបុគ្គលិកត្រូវមានវិន័យចំពោះការងារយ៉ាងណាខ្លះព្រោះដើម្បីធ្វើឲ្យខ្លួនឯងយល់ច្បាស់ពីទូនីតិការងារនោះអាចនឹងទទួលបានដែរឬទេទី4នោះគឺការឆ្លើយសំណួរដោយវិជ្ជមានន័យថាប្រសិនបើរាល់សំណួរដែលសម្ភាសបានសួរផ្ទុយមកវិញអ្នកពុំបានដឹងឬឆ្លើយដោយមានការស្ទាក់ស្ទើរដោយខុសពីអ្វីដែលអ្នកបានសរសេរក្នុងជីវប្រវត្តិនោះជាកត្តាដែលអាចធ្វើឲ្យអ្នកទទួលការបរាជ័យទី5នោះគឺហេតុផលដែលអ្នកចង់បានការងារអ្នកគួរតែបកស្រាយចំណុចនេះដោយប្រុងប្រយ័ត្នព្រោះថាអ្នកសម្ភាសចង់ដឹងថាអ្នកស្នើសុំការងារនេះពិតពេញចិត្តចង់ធ្វើដែរឬទេព្រមទាំងចង់ឲ្យអ្នកបង្ហាញពីចំណាប់អារម្មណ៍ចំពោះការងារនោះបានយ៉ាងដូចម្តេចបាទសូមអរគុណសូមចែករំលែកចំណេះដឹងទៅនេះទៅកាន់មិត្តភ័ក្តិអ្នកទាំងអស់គ្នាស្រួល